ចឹងព្រះអង្គសម្ដែងមនីភិក្ខុទាំងឡាយតថាគតពោលថាកុលបុត្រមិនងាយនឹងតបគុណដល់បុគ្គលពីរពួកបានទេបុគ្គលពីរពួកតើនរណាខ្លះគឺមាតាមួយបិតាមួយអញ្ចឹងមិនងាយតបគុណនេះនឹងបានកូនហ្នឹងអញ្ចឹងយើងស្ដាប់សូត្រនឹងពេញហ្នឹងណាមនីភិក្ខុទាំងឡាយតថាគតពោលថាកុលបុត្រមិនងាយនឹងធ្វើការតបគុណដល់បុគ្គលពីរពួកបានទេបុគ្គលពីរពួកគឺនរណាខ្លះគឺមាតាមួយបិតាមួយមនីភិក្ខុទាំងឡាយកុលបុត្រមានអាយុ100ឆ្នាំរស់នៅអស់រវាង100ឆ្នាំក៏បីបញ្ជិះមាតាបិតាដោយស្មើម្ខាងបញ្ជិះបិតាដោយស្មើម្ខាងកុលបុត្រនោះបម្រើមាតាបិតាទាំងពីរនោះដោយការដោះជំរះបំបត្តិក្លិនអាក្រក់រិទ្ធនួតដៃនួតទឹកគក់ច្របាច់ដៃជើងចាំបានកុលបុត្រកូនប្រុសស្រីនឹងចូលឆ្នាំទៅធ្វើកិច្ចហ្នឹងញាបធរយើងទៅធ្វើកិច្ចហ្នឹងកិច្ចនេះការដោះជំរះបំបត្តិក្លិនអាក្រក់ហ្នឹងណារិទ្ធនួតដៃនួតទឹកគក់ច្របាច់ដៃជើងហ្នឹងណាកូនត្រូវធ្វើអញ្ចឹងយើងមើលកូននឹងរស់នៅ100ឆ្នាំមកយកម្ដាយយកមាតាដាក់ស្មាឆ្វេងមានន័យថាដាក់ម្ដាយនឹងស្មាឆ្វេងបិតាដាក់នឹងស្មាស្ដាំអញ្ចឹងទៅហើយធ្វើអញ្ចឹងញាបធរយើងហើយនេះមិនធ្វើតែមួយថ្ងៃចូលឆ្នាំនឹងផងនេះក្នុងន័យហ្នឹងធ្វើគាត់រាល់ថ្ងៃនេះតែតងកិច្ចហ្នឹងហើយមាតាទាំងពីរនោះក៏បន្ទោបង់មោទករិស័កលើស្មាកុលបុត្រនោះឯងចឹងមានន័យថាដាក់ម្ដាយនឹងលើស្មាឆ្វេងស្មាស្ដាំនឹងគាត់ជុះអាចជុះនោមដាក់យើងទៀតញាបធរយើង100ឆ្នាំហើយកូននឹងឲ្យបន្ទុះនេះហ្នឹងណាមើលថែគាត់ប៉ុណ្ណឹងមនីភិក្ខុទាំងឡាយហេតុមានប្រមាណប៉ុណ្ណេះគង់មិនតន់ហៅថាធ្វើឬអាចធ្វើតបដល់មាតានិងបិតាឡើយហេតុមានប្រមាណប៉ុណ្ណឹងអត់មនីភិក្ខុទាំងឡាយកុលបុត្រដំកើងមាតានិងបិតាឲ្យតាំងនៅក្នុងរាជសម្បត្តិមានឥស្សរៈភាពជាអធិបតីលើផែនដីធំដែលមានកាវទាំង7ប្រការច្រើននេះមនីភិក្ខុទាំងឡាយហេតុមានប្រមាណប៉ុណ្ណេះគង់មិនតាន់ហៅថាធ្វើឬថាធ្វើតបដល់មាតាបិតាឡើយសំបីតែយើងហ្នឹងណាតាំងមាតាបិតាឲ្យជាស្ដេចចក្រពត្តិហ្នឹងណាគ្រប់គ្រងនៅឥស្សរាធិបតីហ្នឹងមិនមែនផែនដីយើងចម្ពោះទ្វីបនឹងមួយផងឲ្យគាត់នឹងធ្វើធំលើទ្វីបទាំង4ហ្នឹងណាមានឧត្តរគរុទ្វីបចម្ពោះទ្វីបយើងហ្នឹងណាគោយានទ្វីបអីហ្នឹងឲ្យគាត់ធ្វើធំលើទាំង4ហ្នឹងឲ្យគាត់ប៉ុណ្ណឹងមកចាំឲ្យគាត់ធ្វើធំលើចម្ពោះទ្វីបលើមហាអំណាចហ្នឹងឯងញាបធរយើងឲ្យគាត់រតនៈ7ប្រការហ្នឹងក៏មិនឈ្មោះថាតបគាត់ហេតុប្រមាណប៉ុណ្ណឹងអត់ទេធ្វើដល់ប៉ុណ្ណឹងញាបធរយើងដំណើរនោះព្រោះហេតុអ្វីមនីភិក្ខុទាំងឡាយព្រោះថាមាតានិងបិតាមានឧបការៈច្រើនដល់បុត្រទាំងឡាយព្រោះជាអ្នកថែរក្សាចិញ្ចឹមបង្ហាញនៅលោកនេះដូចសោតមិញព្រោះគាត់ហ្នឹងដូចសោតនៃមិញហ្នឹងព្រោះមាតាបិតាហ្នឹងថែរក្សាយើងចិញ្ចឹមយើងបង្ហាញនៅលោកនេះមានន័យថាបង្កើតយើងឲ្យឃើញលោកហ្នឹងមកបើអត់មានគាត់អត់ទេហ្នឹងមនីភិក្ខុទាំងឡាយបើកុលបុត្រណាមួយដឹកនាំមាតានិងបិតាដែលមិនមានសទ្ធាឲ្យកាន់យកឲ្យអាស្រ័យនៅឲ្យតាំងនៅក្នុងសទ្ធាសម្បទាការដល់ព្រមដោយសទ្ធានឹងគឺការជឿជាក់លើការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធនេះបើទ្រុសិលឲ្យកាន់យកឲ្យអាស្រ័យនៅឲ្យតាំងនៅក្នុងសីលៈសម្បទាការដល់ព្រមដោយសិល5បើកំណាញ់ឲ្យកាន់យកឲ្យអាស្រ័យនៅឲ្យតាំងនៅក្នុងចាគៈសម្បទាឲ្យគាត់នឹងចេះធ្វើទានគាត់មិនទាន់មានទ្រព្យអីច្រើនយើងទំនុកបំរុងគាត់ទៅឲ្យគាត់ចេះណែនាំគាត់ឲ្យធ្វើទានធ្វើនេះធ្វើនោះអញ្ចឹងណាតាមសំគួរទៅតាមលទ្ធភាពយើង
lại nâng bà ít bánh nha ao canh dốt ao à sài nơ ao tăng nơ nung bánh nha sàm tì cả đòn prom tại bánh nha mình đi bị khâu tầng lai hai miềnประมาณ ប៉ុណ្ណេះ ទើបហៅថាធ្វើឬថាធ្វើតបដល់មេដាបិតាមែនចុងក្រោយសូមអនុមោទនាអញ្ចឹងញាបធរយល់អញ្ចឹងកិច្ចយើងធ្វើពីរតាមន័យប្រសូតនេះយើងធ្វើកិច្ចពីរហ្នឹងណាកិច្ចទី1គឺយើងត្រូវទំនុកបំរុងមេដាបិតាក្នុងនាមយើងកូនណាចឹងបានញាបធរយើងបើយើងអត់ចេះទំនុកបំរុងមេដាបិតាអត់ចេះចិញ្ចឹមមេដាបិតាផងហ្នឹងមិនរួចមែនអត់អញ្ចឹងកូនអ្នករៀនធម៌នឹងចេះកតញ្ញូណាដឹងគុណមេដាបិតាណាមែនឬមិនមែនត្រូវអត់ព្រោះបើអត់លុយទៅមើលថែគាត់ណានឹងវាក្រនិយាយមួយផ្នែកទៅហ្នឹងណាអត់លុយយើងមើលថែគាត់ហើយបើយើងមានទ្រព្យយើងទំនុកបំរុងគាត់តាមសមគួរទៅហើយចំណុចមួយទៀតយើងត្រូវញ៉ាំងមេដាបិតាដែលមិនទាន់មានសទ្ធានេះឲ្យតាំងនៅក្នុងសទ្ធាសម្បទាគាត់មេដាបិតាមិនទាន់មានសិលនេះឲ្យគាត់តាំងនៅក្នុងសិល5ដែលយើងស្ដាប់សូត្រកាលពីសប្តាហ៍មុនមិនលោកគ្រូពោឯងញាតសាលហិតមិត្តអាមាត្យហ្នឹងដែលសម្គាល់នៅពាក្យដែលយើងគួរស្ដាប់នេះឲ្យគាត់នឹងមានប្រកបដោយធម៌4យ៉ាងមានសិលហ្នឹងណាហើយបើសិនបើមេដាបិតាមិនទាន់នៅកំណាញ់បេះវាមិនចាញ់រីស្វិតអញ្ចឹងយើងបញ្ជូនលុយអីអញ្ចឹងទៅណែទានអីអញ្ចឹងណាហើយគាត់មាននៅចាកៈសម្បទាពូពីផលនៃបុណ្យហ្នឹងទៅហ្នឹងណាយូរទៅគាត់លែងកំណាញ់ហ្នឹងហើយមួយទៀតបើសិនបើគាត់មិនទាន់មានបញ្ញាសម្បទាទេដល់ព្រមតែបញ្ញាទេឲ្យគាត់នឹងដល់ប្រូមានប៉ុណ្ណឹងប្រហែលប៉ុណ្ណឹងឈ្មោះថាធ្វើឬថាតបដល់មេដាបិតាមែនអញ្ចឹងកន្លែងហ្នឹងយើងគួរគិតមែនតើណាយើងគួរតបគុណមេដាបិតាអញ្ចឹងកិច្ចកូនហ្នឹងត្រូវធ្វើហ្នឹងពីរយ៉ាងហ្នឹងហើយដោយលោកគ្រូពោអញ្ចឹងនៅថ្ងៃមុនហ្នឹងតែតងមេដាបិតាដែលសម្គាល់ពាក្យយើងគួរជឿគួរស្ដាប់ទៀតណាយល់ទេគួរជឿគួរស្ដាប់ហ្នឹងញ៉ាំងគាត់ឲ្យនៅក្នុងធម៌4ហ្នឹងឯងចឹងបាននៅក្នុងចំណុចនេះយើងដល់យល់ពីគុណមេដាបិតាអញ្ចឹងហើយមេដាបិតាហ្នឹងគឺជាទេវតាហ្នឹងឯងដែលដូនតាយើងចង់ប្រាប់ហ្នឹងណាចឹងបានយើងហ្នឹងលែងខ្លាំងហើយលោកគ្រូលែងខ្លាំងហើយញ៉ាំបធម៌យើងឈប់ខ្លាំងណាមួយមេដាមួយបិតាមួយប្តីមួយប្រពន្ធហ្នឹងឈប់ខ្លាំងហ្នឹងណាចឹងបាននៅក្នុងធម៌ខាងដើមមិញហ្នឹងគឺមិនមេដាបិតាហ្នឹងដែលកុលបុត្រហ្នឹងបូជាក្នុងផ្ទះហើយកូនហ្នឹងឈ្មោះថានៅមួយព្រំញាបធម៌យើងឈ្មោះថានៅជាមួយទេវតាឈ្មោះថានៅមួយអាចារ្យដើមឈ្មោះថានៅជាមួយអាហនយៈណាអ្នកដែលគួរទទួលហើយរបស់ដែលគួរបូជាហ្នឹងរបស់កូនប្រុសស្រីចឹងបានយើងគិតបន្តិចហ្នឹងបើយើងនឹកដល់មេគុណមេដាបិតាយើងលែងហ៊ានខ្លាំងហ្នឹងចឹងបានពេលខ្លះទៅញាបធម៌យើងបើយើងបានជួបទេវតាមែនបានជួបព្រំនឹងសុបាយចិត្តមិនទេដើរអួតគេពេញភូមិមិនអួតគេពេញភូមិអួតដល់លោកគ្រូទៀតហ្នឹងថាលោកគ្រូឯងថ្ងៃមុនខ្ញុំជួបព្រំហើយហ្នឹងណាខ្ញុំជួបទេវតាហើយដើរអួតគេពេញហ្នឹងប៉ុន្តែរាល់ពេលដែលយើងនិយាយមួយមេដាបិតាយើងមានដែរសុបាយចិត្តអត់ញាបធម៌យើងខ្លះទៅឆ្លោះមួយគាត់ទៀតយល់ទេឆ្លោះនិយាយយូរឆ្លោះមួយបងឆ្លោះគ្នាមួយម៉ែបងឆ្លោះគ្នាមួយឪពេញហ្នឹងតែទៅម្ដងនិយាយយូរឆ្លោះតែគ្នាយើងមើលកន្លែងហ្នឹងចឹងបើថាយើងនឹងអវិជ្ជាមែនហ្នឹងម្ដាយយើងទេវតាយើងនិយាយមួយម៉ែដែលអួតគេផងថាខ្ញុំថ្ងៃនេះនិយាយមួយម៉ែខ្ញុំហ្នឹងអត់លីងហ្នឹងណាអវិជ្ជាមានមែនហ្នឹងណាហើយអត់ជាបធម៌យើងកូន
ហើយយើងមើលទេវតាយើងខ្លះទៅមាត់ជីបអូជីបអូជីបអូយើងទៅthôiតែសុំទេវតាទេវតាអើយសូមឲ្យខ្ញុំបាននេះមកខ្សែនោះយើងថាបូជាចោះយើងក៏ប្រើពាក្យខ្សែហ្នឹងបូជាដល់ទេវតាហ្នឹងនឹងសុំអីខ្លះដែរពីទេវតាហ្នឹងអញ្ចឹងមិនទេវតាដែលយើងសុំបានហ្នឹងគឺទេវតាមេដាបៃតាយើងកាលពីយើងនៅតូចយើងសុំអីបានហ្នឹងទេវតាហ្នឹងស័ក្តិសិទ្ធិណាស់ញាតិធម៌យើងមែនអត់តិចដើរទៅផ្សារឃើញអាតុក្កតាអីញាតិធម៌យើងតាមសុំបានមែនហ្នឹងមិនទេវតាមែនសុំអីបានហ្នឹងពេលខ្លះទៅគាត់អត់លុយញាតិធម៌យើងគាត់ទៅខ្ចីលុយគេទិញឲ្យយើងមើលអូទឹកចិត្តទេវតាណាអញ្ចឹងអត់មានទេហ្នឹងណាមែនអត់ហើយកន្លែងហ្នឹងហើយបើនិយាយពីតកតងការបើកដោះមេដាបៃតាហ្នឹងគឺជាអីនៅក្នុងអរិយវិន័យហ្នឹងទឹកដោះហ្នឹងខិរៈហ្នឹងទឹកដោះហ្នឹងគឺជាឈាមក្នុងអរិយវិន័យយើងមើលទេវតាណាឲ្យយើងបឺតឈាមយើងទៅថយយើងអត់ទេមានទេវតាម៉ែហ្នឹងឲ្យយើងបើកដោះឲ្យយើងបឺតឈាមបានហ្នឹងយើងមើលទឹកដោះហ្នឹងពេលយកទៅ5ថ្ងៃចេញជាឈាមយើងមើលទឹកចិត្តអ្នកណាដោយម្ដាយយើងចឹងមិនម្ដាយស្រឡាញ់កូនជាងឪពុកជាទូទៅណាយើងនិយាយជាទូទៅទឹកចិត្តម្ដាយហ្នឹងសំបីព្រះអង្គឲ្យចម្រើនមេត្តាក៏យកអីយកមេដាហ្នឹងជាគោហ្នឹងណាព្រោះកូនហ្នឹងកើតពីពោះគាត់ហ្នឹងណាកន្លែងហ្នឹងចឹងមេដាបៃតាហ្នឹងគុណក្រៃលែងណាញាតិធម៌យើងចឹងហើយបើយើងថាចង់មើលមុខទេវតាមើលមុខម៉ែយើងមុខទេវតាដូចមុខម៉ែយើងចឹងមុខម៉ែយើងមិនមុខទេវតាមុខអញ្ចឹងញាតិធម៌យើងយល់ទេតែខ្ញុំមកជាតិនេះមិនដែលឃើញទេវតាមិនដែលឃើញព្រំទេបងចឹងដែរចង់ឃើញណាព្រំទៅជួបម៉ែហ្នឹងឃើញមុខម៉ែមានដាបៃតាហ្នឹងមុខព្រំមុខអញ្ចឹងមុខដូចម៉ែយើងអញ្ចឹងញាតិធម៌យើងមើលអត់ខុសទេដូចគ្នាហ្នឹងចឹងបានពេលខ្លះទៅកូនចៅណាប្រុសស្រីហ្នឹងភ្លេចស្មារតីអត់ដឹងគុណទេតបគុណមេដាបៃតាទេហ្នឹងណាមែនឬមិនមែនចឹងបានយើងត្រូវដឹងគុណមេដាបៃតាណាចិញ្ចឹមមេដាបៃតាដោយលោកពោថ្វាយបង្គំមេដាបៃតាកតញ្ញូមួយមេដាបៃតាហ្នឹងកូនប្រុសស្រីហ្នឹងឈ្មោះថាប្រព្រឹត្តធម៌ដល់ប្រសាហ្នឹងណា